សំសួរលោកគ្រូអំពីលក្ខណៈពាក្យថាបុណ្យនិងពាក្យថាបាបនឹងមានន័យយ៉ាងណាសូមលោកគ្រូបកស្រាយដល់ពុទ្ធបរិស័ទព្រមទាំងអធិបតីស្វាមីតាមបុណ្យទាំងអស់ឲ្យគាត់បានយល់អំពីលក្ខណៈពាក្យថាបុណ្យនិងពាក្យថាបាបសូមលោកគ្រូបញ្យល់សាធុទេនៅក្នុងរឿងពាក្យថាបុណ្យនិងបាបដែលកណាបានសាកសួរមកជាសំណួរប្រពៃមួយដែលពុទ្ធបរិស័ទគួរតែស្គាល់ឲ្យបានច្បាស់យើងអាចស្គាល់ជាបណ្ដោះអាសន្នដោយសម្លឹងទៅលើកាយកម្មវចីកម្មរបស់យើងប៉ុន្តែវិនិច្ឆ័យពាក្យថាបុណ្យនេះបុណ្យបញ្ញៈអានឹងវាคล้ายមកពីសំស្ក្រឹតទេបាលីថាបញ្ញៈបញ្ញៈប្រែចេញឲ្យចំប្រែថាពេញពេញដោយអីពេញដោយសេចក្តីល្អឬថាពេញដោយសេចក្តីសុខហើយពាក្យបុណ្យនឹងយើងអាចប្រើពាក្យចំនួនច្រើនណាស់ដូចកុសលណាកុសលក៏បុណ្យដែរនៅក្នុងគម្ពីរធម្មសង្កដីលោកមិនយកពាក្យបុណ្យយកមកប្រើទេលោកប្រើកុសលាធម្មាណាកុសលាធម្មាធัวជាកុសលនឹងឯងគឺបុណ្យដល់អកុសលាធម្មាធัวជាអកុសលនឹងឯងគឺបាបអព្យាកតាធម្មាធัวដែលមិនបាបផងមិនបុណ្យផងណាមិនមែនបាបផងមិនមែនបុណ្យផងធัวនោះជាអព្យាកតាណាណាចឹងយើងអាចប្រើពាក្យជំនួសបានជំនួសកម្មសជាឈ្មោះនៃបុណ្យដែរកម្មខ្មៅជាឈ្មោះនៃបាបដែរទុច្ចរិតជាឈ្មោះនៃបាបសុចរិតជាឈ្មោះនៃបុណ្យអានេះយើងអាចប្រើបានច្រើនអញ្ចឹងណាប៉ុន្តែបុណ្យនេះយើងអាចស្គាល់បណ្ដើទៅតាមការសង្កេតផ្លូវចិត្តជាសំខាន់មានវកហថាសន្តានੰបណាតិសោថេតៃតិបញ្ញាណាធម្មជាតិដែលជំរះសន្តានចិត្តឲ្យស្អាតផូរផង់ឈ្មោះថាបុណ្យបើចិត្តស្អាតគឺបុណ្យហើយចុះបើចិត្តអត់ស្អាតបាបភាសាបាលីប្រែថាអាក្រក់តែរឿងប្រែចេញពីបាលីមកយើងយកពាក្យបាលីមកប្រើទេពាក្យថាបាបនោះប៉ុន្តែបើប្រែឲ្យចំមកខ្មែរយើងប្រែថាអាក្រក់ណាដូចគ្នាទៅនឹងទឹកចរិតដែរណាអាក្រក់ក្នុងទីនេះវាមិនមែនអាក្រក់ដូចជាអាក្រក់រូបរាងកាយអីទេគឺសំដៅដល់ចេតនាជាតួកម្មដូចអាក្រក់តាមផ្លូវកាយវាមិនមែនកាយអាក្រក់ទេគឺចេតនាប្រព្រឹត្តទៅតាមផ្លូវកាយដោយបាណាតិបាតដោយអតនេទានដោយកាមេដោយសូរាអញ្ចឹងទៅណាដោយមុសាអញ្ចឹងទៅនឹងគឺវាទៅតាមផ្លូវកាយនេះប៉ុន្តែតួកាយយើងទាំងមូលនេះមិនមែននាំឲ្យកើតបាបទេញាតិញោមរូបកាយជាអព្យាកតធម៌ហ្នឹងបើនិយាយពីរូបដូច្នេះអព្យាកតធម៌ហ្នឹងមិនមែនបង្កើតឲ្យទៅជាបាបជាបុណ្យបានទេអ្វីបើមានពាក្យថាបាបប្រព្រឹត្តទៅតាមផ្លូវកាយតែសំដៅដល់ចេតនាជានាមធម៌គ្រាន់តែជាសមុទ្ឋានឲ្យកាយនឹងកម្រើកឧទាហរណ៍ថាអកុសលចិត្តថ្នាក់ទោសៈខឹងក្រោធមិនមែនមេត្តាហើយយើងសម្លាប់សត្វមិនគ្រាន់តែចិត្តខឹងហើយសត្វនឹងស្លាប់ទេមិនអញ្ចឹងត្រូវលើកដៃយកទៅសម្លាប់ប៉ុន្តែតួដៃខ្លួនឯងហ្នឹងណាវាមិនមែនបាបនៅដៃហ្នឹងទេបាបនៅអីនៅចិត្តប៉ុន្តែចិត្តហ្នឹងជាសមុទ្ឋានឲ្យដៃហ្នឹងកម្រើកទៅយល់ទេណាដូចឧទាហរណ៍ដូចជាយើងមានចេតនាបាញ់សម្លាប់គេណាតាមពិតក្របកំភ្លើងសម្លាប់មនុស្សទេចេះសម្លាប់មនុស្សដោយខ្លួនឯងទេកំភ្លើងអត់ទេណាអ្នកសម្លាប់មនុស្សអញ្ចឹងចុចបាច់ទៅហើយដល់គេចាប់ដាក់គុកគេចាប់កំភ្លើងដាក់គុកគេចាប់មនុស្សហ្នឹងហើយដូចគ្នានេះដែរបាបអកុសលវាកើតទៅនៅក្នុងចិត្តហ្នឹងសំបីតែនិយាយថាបាបប្រព្រឹត្តទៅជាកាយទុច្ចរិតវចីទុច្ចរិតមโนទុច្ចរិតវាគ្រាន់ថាបើមโนទុច្ចរិតវាគិតតែក្នុងចិត្តចឹងទៅណាហើយបើថាវចីទុច្ចរិតគិតក្នុងចិត្តហើយវាចេញមកតាមមាត់វិហារមកដូចហៀខ្ទុះចឹងណា
bậc cất tại nông chất được nông phu dương men ấy nhóm nông phu men ấy men lửa mộ hay nông mộ nè miền nó đôi thầy dương ở toàn bản tổ bong màu chẳng đau tại về trình máu về nó từ lửa mộ từ đấy về trình mọc cài thế về con là trình tam thuê về trình màu chẳng thử nè bật tay đại soi nó mình men thuê năng ấy cho tôi ấy tới lửa mộ nó không phu hay nó tới về soi nó men đấy này liền sầm a tới về lên soi bạt ai nè để soi nó soi là muộn nâng nâu không phút và soi trên đầu cao và soi đây nè chất bạp nâng cung cuốn từ đâu nông chất có bạp trên tới có bạp phần là việc bạp cao đâu việc khlang chiếm đây là muộn chứ mà nâu không có tại vì trên một cáo cài nè bạp có sao chứ mà tam tam mà nô thuê tam thì chất chứ vì mình sâu toàn vậy để nè vì nó sao chiêm nên mình chỉ bị cam mà bọt tới bởi vì trên tam cai tam ai mà hết đang về khlang ấy đó về khlang ấy đây là muộn chân nấu nông phút có bên đâu từ là muộn chân trên một cái còn đâu từ là muộn chân phần là về khlang về ai khlang chiêm mồn nè bận của sao đây này chẳng bây giờ thưa tập luôn chứ đâu tập nông chất mình lên đây là mắt sẽ cam mình vai còn cung mình và cái tôi theo vì mình ọt chật ọt chằng ấy thế này đấy này ấy đó là chất của sao nâng khắc chừng rồi tay phai cùng cung mình bên đây nâng nẹt từ tuột bón đấy chất từ đây thế nẹt thọt bón tục nó nè giờ đấy giống nâng nơi từ không chật chẳng ấy phai cùng cung tới sẽ đáp được thua tới ấy đó là sân xong bón tục không sân ăn để chật để nó tìm một phốt cài nó slap ở bên đấy nâng này bài xe ở hai ở miền tây để cho nên bón nâng bát cứ nâu nông chật ấy bón cứ cọt á ba bác cứ ở vậy đã cọ ấy bấn cứ ở vậy đã lọ nó không chỉ vật giờ thấy cái ca chỉ mũi đằng chật để cho nên đầm bay chùm rút bấn đằng ba bồi ó mình men mũi tật tao bị chẹt tê rồi mũi tật chẹt à men đấy cái chưa rút bật thổ mũi liêng cái cứ chẹt à tại ba viên đâu không chặt để đâu đôi dân chia ba chùm ngư chắc nó nhìn giống bờ sân với chùm ngư nó bị chơi thao nó liệp vì cao mình chia thì trâu tại lên nam châu tục nông đầm bay nam nắng sọc sai pin sờ bèn cài tức ba việc đinh chùm ngư trên vì không một bên ba ấy bị chơi ba đốm tổ liệp vì cao nguyên tông rồi tê vì mình ai tục xa đó nông bàn tê giang nam mình bà ba cá đằng chất trâu miên nào vậy đây là ăn smile đằng chất đằng châu tổ liệp ấy đây smile đằng chất khi ọp rung tuôn miên bị thi sát chỉ mà thua đây chỉ niêm mà thua đôi khi nó trôi tới bạn chỉ rẻ bà ấy bờ ba bị cần chân này dân từ kẹp sầm cọt riêng cài dòng mấy câu mình chỉ rẻ đây bà đang đâu ấy trong đó ta bị chỉ rẻ từ nam mà ná dân chỉ rẻ về ọt khẩn với ọt lỗ với ọt vùng về nhà nó về ọt mê này chừng cái dân tha chỉ rẻ ba với một toàn squat thà xây nó ba phóng bờ squat thà quay chỉ ba bít và cốt dân mình nhẹ bà để nâng đi ra ngay nâng nhận dòng máy cả lại nấm các bài nông về phê rẹ ná nông về phê rẹ năng làm tới về miền tức tăng pi sớm máy prem mau là hốt đó là lớn nâng nơi từ miền tức cái đau trình màu cái là bọn con nói bọn sòng tức cái đau nâng hay sòng ấy bọn muốn từ lơ nông về phê rẹ sầm rạ bạc cài ấy đó là pua tổng mang pua ấy nâng kỳ vô là từ môi tức nâng tới về chia bà pin đây dần tới nắp lơ đó là vấn đề nè nơi sọc pre rất về mình khỏi vì về ở score đua chia sầm lo ấy mùi tật chia sẻ dân tôi với mùi tật chia khai về mình đây chia chặt khăn về mình đây chia chặt lô về mình đây chia chặt lòng môn thế để cao vất hát ta còn nó từ về chia từ ba nâng này về vô tham vì na đẹp bằng cao từ tiết ở nó về rất mình đang chỉ vô thảm bách nè vừa xây về miền đẹp bằng cá là nó về miền này là đẹp từ tua bát miền trăm bách là nâng từ một cô ba ấy bờ kia đẹp bằng cá trở đấy dân bạc bốn nó lời kế dân bạch vừa ấy trăm ta thợ ba với sông tốt rồi luôn là món đấy mình từ trăm rồi thế nó kiểu vía tiệm bồng đặt năm đẹp bạc cho nó chưa đã oi bạc phê cho nó đẹp khá đọc bạc cho nó về tới giờ tập bạc oi phòn trên chết lư từ miền đẹp từ tua bát trôi vào đời nè viết bạc bằng cà phê lư là kêu vào cái tôi phong tôi anh lên rồi viết tao rồi bởi là muộn nó không năng pin là hột nó
này nè khai phơm là múa từ phong đâu bạc sỏi viêm tông rồi tê vậy tới chuyện bài phần ăn xanh miền ấy tiết muốn thế ban bài không thầm là tiền trong nam mau thầm đòn đó đăng cả ban mau tiến thêm nè stone ơi nhom sông cướp chim bò lục cừu hai sông cướp bực cung cướp cái ăn hai sông cướp lục dây lục ta từng ở chia ti cướp nhomประกันណាមានសេចក្តីឆ្ងល់ត្រង់ថាធ្វើអ្វីហើយដែលខុសហើយចាត់ថាមិនមែនអញតើដាច់ជាសមុទ្រឆេតដែរឬក៏នៅក្នុងជាប់កាយយត្ថិសូមលោកគ្រូមេត្តាដោះស្រាយដោយអធិស្ឋានសូមភ័យទោសដាច់ជាសមុទ្រឆេតថាមិនមែនអញដល់តែសោតាបត្តមៈណាសោតាបត្តមៈទេអ្នកកំចាត់អញមិនមែនលោកយាយអ្នកកំចាត់ទេណាហ្នឹងហើយយើងគ្រាន់តែបានតាំងចិត្តបានតាំងចិត្តអញ្ចឹងជាឧបការៈល្អជាគំនិតបញ្ញាថ្នាក់នឹកគិតវាមិនមែនជាបញ្ញាថ្នាក់ប្រតិបត្តិបើបញ្ញាថ្នាក់ប្រតិបត្តិគឺឃើញដល់សភាវៈដែលកើតឡើងព្រោះបច្ច័យស្រាប់តែបញ្ញានឹងកំណត់ដឹងថាធម៌ទាំងឡាយកើតពីបច្ច័យហើយអត់មានតាំងតួខ្លួនទៅអ្នកកំណត់ដឹងទេបញ្ញាខ្លួនឯងនឹងជាអ្នកកំណត់ដឹងណាសតិរលឹកតន់ថាសំបីតែសភាវៈធម៌កំពុងកំណត់ដឹងថាធម៌ទាំងឡាយមិនមែនអញក៏សភាវៈធម៌អ្នកដឹងនឹងជាបញ្ញាកើតអំពីសមុទ្ឋានរបស់វានោះដោយឧបនិស្ស័យនៃធម៌នោះតែបើយើងយល់ថាយើងអ្នកកំណត់អ្នកកំចាត់អាហ្នឹងវាយល់ខុសតាំងពីយើងតាំងចិត្តថាយើងអ្នកកំចាត់ម្ល៉េះអាហ្នឹងវាល្អិតណាស់ប៉ុន្តែនេះជាឧបនិស្ស័យដែលយើងព្យាយាមទៅគ្រាន់តែជាការមានមនសិការៈកុំឲ្យវាក្តៅកាហាយណាព្រោះកាលណាយើងតាំងចិត្តថាយើងជាអ្នកកំចាត់អាហ្នឹងយើងមិនមែនដើរតាមក្រសែនៃបញ្ញាទេយើងដើរតាមខ្សែនៃតណ្ហាក្នុងទីនេះសំដៅដល់លោភៈដែលសង្កយុទ្ធជាមួយទិដ្ឋិយល់ថាមានអញអ្នកកំចាត់បងតែធម៌សំដែងថាអនត្តាណាបើកាលណាយើងយល់ថាមានអញអ្នកកំចាត់បងយើងជំទាស់ជាមួយពាក្យថាអនត្តាភាសាបាលីមកពីអ្នកនិងអត្តាគឺខ្លះអ្នកជាអអ្នកផ្សំទៅជាអនត្តាអត្តាប្រែតែខ្លួនអអ្នកឬអ្នកនឹងប្រែថាមិនមែនខ្លួនអញ្ចឹងមិនមានអ្នកណាម្នាក់ដើម្បីកំចាត់បងកិលេសក្រៅតែអំពីឧបនិស្ស័យដែលសន្សំគ្រប់គ្រាន់ហើយអរិយមគ្គកាត់ឡើងកាត់ផ្ដាច់ដោយខ្លួនឯងនឹងប៉ុន្តែវោហានៃការទេសនាក៏យើងត្រូវតែបញ្យល់ថាត្រូវតែតាំងចិត្តថាអញមិនសម្លាប់សត្វអញមិនលួចទ្រព្យគេពាក្យអញកន្លែងនេះជាការសន្មតថាអញមិនមែនអ្នកដទៃមិនមែនឲ្យប្រកាន់ថាមានអញនៅក្នុងខ្លួននេះទេដែលនិយាយថាអញនឹងគឺដើម្បីឲ្យមានស្មារតីថាជាអំពើដែលយើងត្រូវតែធ្វើមិនមែននិយាយឲ្យមានទិដ្ឋិថាក្នុងបញ្ញខណ្ឌនេះវាមានអញពិតប្រកបនោះទេវាគ្រាន់ថាបើមិនប្រើពាក្យថាអញអញ្ចឹងមិនដឹងឲ្យនរណាអ្នកវាមិនដឹងឲ្យនរណាអ្នកគិតពិចារណាហ្នឹងអញ្ចឹងណាអីដាច់ជាសមុទ្រឆេតបានហ្នឹងវាតតែអរិយមគ្គណាបើអរិយមគ្គមិនតាន់កើតឡើងទេសូម្បីទៅកើតជាព្រំនោះចង់ខ្ពស់ឯណៃណៃនោះអាកន្តារោបណភវន្តៈនឹងវិលមកអញ្ចឹងវិញទៅដែរអញ្ចឹងឫសគល់របស់វាគឺដាច់ត្រឹមអរិយមគ្គថ្នាក់ក្រោមជាងគេបំផុតហ្នឹងដាច់តែរឿងអញហ្នឹងសកាយទិដ្ឋិយកតែមានអញហ្នឹងសំបីកុសលថ្នាក់ឈានគ្របដូចអីលោកឧបមាដូចយកថ្មទៅគ្របស្មៅទេអាចខ្លោចលើឬខូចទេឬអត់ទេអនុស័យនៅមានជាពិសេសគឺទិដ្ឋានុស័យណាទិដ្ឋានុស័យទាំងទេវតាមេព្រំទាំងអស់គឺតែងតែមានក្រៅពីអរិយបុគ្គលទល់តែអរិយបុគ្គលថ្នាក់ក្រោមឡើងទៅលះទិដ្ឋានុស័យហ្នឹងណាយល់ថាមានខ្លួនហ្នឹងលែងមានមិនបាច់តាំងចិត្តទៀតទេគឺវាអត់មានតែមកដូចស្មៅដកឬអស់លេងអញ្ចឹងយល់ទេអញ្ចឹងអីទៀតតែបានខ្សែអត់ទៅសូមអានកាយថ្វាយបង្គំលោកគ្រូម្ចាស់ជាទីគោរពសក្ការៈខ្ញុំកណាសូមក្រាបថ្វាយបង្គំប្រធារានុធរៈគ្រប់ព្រះអង្គជាទីគោរពហើយនឹងសូមគោរពលោកយាយលោកតាដែលមានមុខនៅទីនេះចាស់នៅក្នុងពេលវេលាឱកាសនេះនឹងខ្ញុំបបាសិកាសៀតអៀងរនៅភូមិច្រាំងសឃុំទ្រាស្រុកស្ទងខេត្តកំពង់ធំមានចម្ងល់ចង់សួរលោកគ្រូអំពីអន្ត្រី22ព្រោះមានលោកយាយបាសិកាមួយចំនួនគាត់សួរខ្ញុំកាលណាថានៅក្នុងអន្ត្រីទាំង22នេះ
អន្ត្រី3ដែលជាខាងចុងចាប់ជាលោកតរៈចិត្តប៉ុន្តែអន្ត្រីទាំង19គាត់ថាមានអន្ត្រីមួយចូលក្នុងលោកតរៈដែរគឺបញ្ញន្ត្រីខ្ញុំកណាមិនហ៊ានវែកញែកទេក្នុងអន្ត្រីទាំង19មិនដឹកខ្ញុំកណាថាជាអន្ត្រីលោកយៈប៉ុន្តែក៏មិនហ៊ានថាលោកតរៈក៏មិនហ៊ានថាក្នុង19ហើយនៅក្នុងទីនេះខ្ញុំសូមលោកគ្រូម្ចាស់មេត្តាជួយបកស្រាយដើម្បីឲ្យអស់ចម្ងល់ភាសាមួយចំនួនគាត់ឆ្ងល់នៅក្នុងអន្ត្រី22នេះបើនិយាយដោយចំពោះជាលោកតរៈមាន3គឺអន្ត្រីខាងចុង3មួយហ្នឹងគឺសោតាបត្តមៈហើយអន្ត្រីទី2មិនថត់អន្ត្រីទី2នោះគឺសំដៅយកតាំងពីសោតាបត្តផលរហូតដល់អរហត្តមគ្គហើយអន្ត្រីទី3ដែលជាអន្ត្រីអញ្ញាតាវន្ត្រីចុងក្រោយគេបំផុតគឺអរហត្តផលជាលោកតរៈសពហើយចំណែកអន្ត្រីដែលជាបញ្ញន្ត្រីនៅក្នុងអន្ត្រីពួក5គឺមានសទ្ធន្ត្រីមានវិរិយន្ត្រីសតន្ត្រីសមាធិន្ត្រីបញ្ញន្ត្រី5ហ្នឹងមានទាំងលោកតរៈមានទាំងលោកយៈហើយថែមសោមនស្សន្ត្រីនិងឧបេក្ខន្ត្រី2ទៀតអាហ្នឹងក៏ចាត់ជាលោកតរៈក៏បានជាលោកយៈក៏បានមិនចំពោះថាជាលោកយៈក៏ដោយជាលោកតរៈក៏ដោយសោមនស្សដែលប្រព្រឹត្តទៅជាលោកយៈចិត្តជាសោមនស្សវេទនាហ្នឹងដែលប្រព្រឹត្តទៅជាមហាកុសលក៏បានហើយជាលោភៈចិត្តក៏បានហើយបើប្រព្រឹត្តទៅជាដូចជាមគ្គចិត្តនៅក្នុងបឋមឈានទុតិយឈានតតិយឈានចតុតឈានហ្នឹងជាសោមនស្សដែលជាមគ្គចិត្តនៅក្នុងឈានចិត្តហ្នឹងគឺឈ្មោះថាជាសោមនស្សន្ត្រីជាអន្ត្រីព្រោះជាធំក្នុងការសោយអារម្មណ៍ដែលប្រព្រឹត្តទៅជាសោមនស្សហើយចំណែកអន្ត្រីផ្សេងទៀតមិនរូបដូចជាសោតន្ត្រីគឺជារូបចក្ខន្ត្រីសោតន្ត្រីរហូតមកដល់អន្ត្រីដែលជាអដ្ឋន្ត្រីបរិសន្ត្រីគឺជារូបធម៌ហើយមានជីវិតន្ត្រីចែកជា2គឺចែកជារូបធម៌1ចែកជានាមធម៌1ព្រោះនៅក្នុងវិរិយៈនៅក្នុងជីវិតន្ត្រីចេតសិកគឺទៅតាមរសានៅនាមធម៌ហើយដល់តែជីវិតន្ត្រីរូបគឺទៅតាមរសារូបធម៌នឹងនិយាយឲ្យបែកបន្តិចទៅប៉ុន្តែគ្រាន់ចង់បញ្ជាក់ថាអន្ត្រីដែលជាសទ្ធន្ត្រីវិរិយន្ត្រីសតន្ត្រីសមាធិន្ត្រីបញ្ញន្ត្រីនេះជាលោកយៈក៏បានជាលោកតរៈក៏បានហើយសោមនស្សន្ត្រីនិងឧបេក្ខន្ត្រីជាលោកយៈក៏បានជាសោមនស្សក៏បានណាចូលរួមបកស្រាយប៉ុណ្ណឹងខ្វះខាតនេះស្ក្រិតហ្នឹងយ៉ាងណាសូមលោកម្ចាស់គ្រូជួយបន្ថែមណាបាននៅប៉ុណ្ណឹងណាបាននៅចាប់បានណាគ្រាន់តែច្បាស់លាស់ថាដាច់ណាត់ជាលោកតរៈតែ3ខាងចុងទេណាអីខាងដើមខ្លះជាលោកយៈសតដូចជាចក្ខន្ត្រីជាដើមដែលសោគ្រូលោកលើកអញ្ចឹងឲ្យខ្លះវាទាំងពីរខាងសូមក្រាបនមស្ការតើសេចក្តីជ្រះថ្លាចំពោះចាស់គ្រូសានសុជាមុនលើដោយគុណចាស់ដែលរួមដំណើរមកជាមួយម្ចាស់គ្រូផងក្នុងឱកាសនេះសូមចម្រើនពរដល់ញាតិញោមផងដែរដោយសេចក្តីជ្រះថ្លាក្នុងការស្ដាប់នៅព្រះធម៌ក្នុងរាត្រីនេះខ្ញុំកណាពីដំបងនឹងបានស្ដាប់តែតាមខ្សែអាត់ទេណាចង់ឃើញភ័ក្រគុណចាស់យូរហើយប៉ុន្តែ2ដងក្នុងឱកាសមុនមកអត់ទាន់ណាតែឱកាសនេះបានទទួលដំណឹងតាមវិទ្យុច្បាស់ក៏និមន្តមកទាន់ហើយក៏មានសំណួរក្នុងឱកាសនេះតែសូមអភ័យជាមុនដែរប៉ុន្តែខ្ញុំកណាសួរទៅឲ្យមានការខុសឆ្គងដោយប្រការណាសំណួររបស់ខ្ញុំកណានឹងមិនតាក់ទងនឹងព្រះអភិធម្មទេព្រោះថាខ្ញុំកណាម្ចាស់នឹងសិក្សាអភិធម្មនឹងបានតិចមែនតែសឹងថា
มันអាចនឹងនិយាយមកបានកណាហើយសួរតាក់ទងនឹងព្រះសូត្រខ្ញុំកណាបានសិក្សាខ្លះក្នុងគម្ពីរតូចតាចទេកណាក្នុងធម្មបទក៏បានខ្លះក្នុងមង្គលលទ្ធទីបនីដែលជាអត្ថកថាសម្ដែងអំពីមង្គលសូត្រនឹងខ្លះដែរប៉ុន្តែខ្ញុំកណានៅតែឆ្ងល់ត្រង់ព្រះសូត្រមួយកន្លែងដែលខ្ញុំកណាសិក្សាក្នុងធម្មបទសម្ដែងអំពីការបរិនិព្វានឬក៏ការសម្ដែងអំពីកម្មរបស់ព្រះមហាមោគលានដែលជាអគ្គសាវកឆ្វេងរបស់ព្រះសម្មាសម្ពុទ្ធដែលកំពូលលើភិក្ខុទាំងឡាយខាងមានឫទ្ធិច្រើនខ្ញុំកណាឆ្ងល់ក្នុងធម្មបទសម្ដែងថាព្រះមហាមោគលានទៅពីអតីតជាតិកំណើតដែលកើតជាបរិះម្នាក់ចិញ្ចឹមមេត្តាហ្នឹងគឺសម្លាប់មេត្តាបិតាកណាដល់ទៅសិក្សាជួបនៅក្នុងមង្គលសូត្របែរជាមិនសម្លាប់បែរជានាំមេត្តាបិតាដឹងខ្លួនណានាំមេត្តាបិតាត្រឡប់មកវិញមកចិញ្ចឹមរក្សាវិញខ្ញុំកណាឆ្ងល់នឹងសួរម្ចាស់គ្រូនិងប្រគុណចាស់គ្រប់អង្គឲ្យជួយបកស្រាយព្រោះថាម្ចាស់គ្រូបានសិក្សាច្រើនគុណចាស់ក៏បានសិក្សាច្រើននេះសំណួរទី1កណាឆ្ងល់ហើយសំណួរទី2ខ្ញុំកណាសួរក៏ដូចជាអរតនីផងដែរកណាចង់ស្គាល់គុណចាស់គ្រូឲ្យបានច្បាស់ចង់អរតនីម្ចាស់គ្រូឲ្យសម្ដែងអំពីប្រវត្តិសង្ខេបរបស់ម្ចាស់គ្រូផងដែរខុសឆ្គងយ៉ាងណាសូមចាស់គ្រូអភ័យនិងសូមសម្ដែងនៅសេចក្តីជ្រះថ្លាដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់សូមអនុមោទនាកណារឿងព្រះមហាមោគលានហ្នឹងក៏ខ្ញុំកណាធ្លាប់បានសិក្សានៅក្នុងមង្គលហ្នឹងក៏ដូចជាអវសោបានលើកឡើងចឹងហើយហើយក្នុងបរិកថាក៏បានសម្ដែងថាសម្រាប់អញ្ចឹងសភៅហ្នឹងយើងឃើញតែវាខុសគ្នាមែនអញ្ចឹងហើយក៏វាមិនមានគម្ពីរណាមកអះអាងថាមួយណាត្រូវមួយណាខុសទេប៉ុន្តែយើងអាចវិនិច្ឆ័យទៅតាមកម្មដែលនឹងអាចឲ្យផលប្រសិនបើព្រះមហាមោគលានកាលពីអតីតជាតិមិនបានសម្លាប់ទេនោះប្រកាសជាជាតិចុងក្រោយចោលគ្រាន់តែវ័យតែប៉ុណ្ណោះមិនបានស្លាប់ដែរប៉ុន្តែព្រះមហាមោគលានបែរត្រូវជាចោលសម្លាប់បានមកអំពីបានផ្ដាច់ជីវិតរបស់មេដាបេតាហើយមិនមែនមានតែប៉ុណ្្នឹងទេណាធ្លាប់ធ្លាក់ទៅអនន្តរយកម្មយើងសង្កេតមើលអនន្តរយកម្មពាក្យថាអនន្តរយកម្មគឺសម្លាប់មែនទេមិនមែនវ័យទេត្រឹមតែវ័យមិនឲ្យស្លាប់មិនមែនជាអនន្តរយកម្មទេអញ្ចឹងយើងអាចវិនិច្ឆ័យទៅតាមកម្មនឹងដែលជាគរុកម្មអនន្តរយកម្មមាន5សម្រាប់មេត្តាសម្រាប់បិតាសម្រាប់ព្រះអរហន្តបំបែកសង្ឃញ៉ាំងលហិតព្រះសម្មាសម្ពុទ្ធឲ្យពោះពងគ្រប់ហើយគ្រប់ហើយអញ្ចឹងព្រះមហាមោគលានតាមប្រវត្តិសម្ដែងច្បាស់ថាធ្លាប់ធ្លាក់អនន្តរយកម្មដោយសារបៀតបៀនម៉ែឪហ្នឹងទាំងមង្គលទីបនីក៏សម្ដែងចឹងដែរថាធ្លាក់នរកប៉ុន្តែតាមពិតព្រះមហាមោគលាននឹងធ្លាក់អនន្តរយកម្មអញ្ចឹងយើងអាចវិនិច្ឆ័យបានថាប្រសិនបើត្រូវអនន្តរយកម្មកម្មនោះត្រូវតែសម្លាប់បើសិនជាមិនសម្លាប់ទេអានឹងមិនអាចជាអនន្តរយកម្មទេណាអញ្ចឹងគ្រាន់តែខ្ញុំកដាឲ្យកដាសិក្សានឹងយកតាមធម្មបទចុះទៅព្រោះកម្មហ្នឹងតើសម្លាប់ហើយបានត្រូវធ្លាក់អនន្តរយកម្មណាហើយចង់មកឃើញមុខខ្ញុំកណាហ្នឹងវាមានហឺហាជាងស្វាយប្រហែលទេណាវាអត់ហឺហាអីទេណាសំបីតែឃើញក៏ដូចជាធម្មតាដូចឃើញបោតឃើញកៅអីដូចគ្នាហ្នឹងឯងមិនអីទេណាហ្នឹងហើយប្រវត្តិខ្ញុំកណាហ្នឹងដឹងតែចង់ដឹងតែអីណាណាប្រវត្តិនោះវាវែងឆ្ងាយទៅទៀតទៅគ្រាន់ថាពីក្មេងមកហ្នឹងក៏ជាកូនអ្នកស្រែចម្ការធម្មតាសិក្សារៀនសូត្រទៅសាលានៅឆ្ងាយពេកប្រឡងជាប់ទៅអនុវិទ្យាល័យហ្នឹងវាជើងធាក់កង់អត់កើតវាខ្លីពេកណាខ្លីពេកទៅនៅសិក្សាជាមួយគេ
អាត្មានឹងវាឈឺខ្លាំងពេកទៅញោមក៏អត់ប្រើអីទេឲ្យតែរៀនណាធ្លាប់ធ្វើការតិចតួចវាមិនអត់ទេហើយតើតែគាត់បង្ហើបថាបបួសក៏បានឲ្យរៀនក៏បានមិនប្រើឲ្យធ្វើការងារឲ្យធ្ងន់ទេដល់គាត់បង្ហើបបួសក៏បួសទៅហើយបួសឲ្យបានសិក្សាភាសាបាលីរហូតមកជាមួយគ្រូខ្ញុំកណាលើលោកទៅអាមេរិកបាត់ហើយណាហើយសិក្សាមកប្រឡងទៅវិទ្យាល័យទៅប្រឡងចេញមកប្រឡងគ្រូជាប់ទៅបរៀនភាសាបាលីពុទ្ធកៈបឋមសិក្សានឹងបានប្រហែលឆ្នាំក្រោយមកក៏ជ្រះថ្លាក្នុងពធក៏ផ្ដើមសិក្សាពធរហូតដល់ថ្ងៃហ្នឹងទៅប៉ុណ្ណឹងឯងមានតែស្អីខ្ញុំមិនអានហ្នឹងនោះណាប៉ុណ្ណឹងដែរខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំលោកគ្រូធម្មចារ្យហើយសូមគោរពព្រះអង្គគ្រប់អង្គព្រមទាំងយាយតាទាំងអស់ខ្ញុំប្រកាសណានេះឈ្មោះហ៊ុនខឹមនៅភូមិកំពង់ក្តីឃុំកំពង់ចិនត្បូងស្រុកស្ទូងកំពង់ធំតែខ្ញុំប្រកាសណាបានរៀនតិចតួចស្ដួយស្ដាងហើយក៏បានមានមួយកន្លែងខ្ញុំកណាបានមើលក្នុងសិភៅថាអ្នកធ្វើបុណ្យប្រកបដោយបញ្ញកិរិយាទាំង10យ៉ាងហើយខ្ញុំប្រកាសណាមិនដឹងថាបុណ្យបញ្ញកិរិយាទាំង10យ៉ាងនោះមិនដឹងថាមានអីខ្លះផងហើយសូមលោកគ្រូអធិស្ឋានបកស្រាយតាមឲ្យខ្ញុំប្រកាសណាបាត់ឆ្ងល់ផងសូមពីទោសមានសុំឲ្យបកឲ្យបាត់ឆ្ងល់ទៅទៀតហើយចុះបើវាអត់វាអត់បាត់នោះណាធូរខ្លះបកឲ្យអត់បាត់ឆ្ងល់ទេណាណាមិនធានាទេរឿងបកឲ្យបាត់ឆ្ងល់នោះណាមានលោកតាមួយអង្គនោះលោកទៅសុំនៅជាមួយអាត្មាហ្នឹងថាខ្ញុំមិនអាចសុំនៅមួយភាសា3ខែប៉ុន្តែធ្វើម៉េចបរៀនកណាឲ្យចប់អស់យេអីក៏ខ្លាំងម្ល៉េះអាត្មារៀនមិនតាន់ចប់ផងណាបញ្ញកិរិយាវត្ថុបញ្ញកិរិយាវត្ថុបែកជា3ពាក្យបញ្ញកិរិយាវត្ថុវត្ថុដែលត្រូវធ្វើបុណ្យហ្នឹងណាឬក៏របៀបដែលត្រូវធ្វើបុណ្យមាន10ប្រការបង្រួមឲ្យខ្លីមានតែ3ឯងប៉ុន្តែចែកឲ្យវែងទៅបាន10ទី1គឺទានអ្នកការឲ្យទានឲ្យរបស់របរទៅជាទានទី2គឺសីលៈការរក្សាសិលទី3ភាវនាគឺការចម្រើនចិត្តស្ងប់ទី4វិយាវចៈជួយបម្រើថ្នាក់ថ្នែងប្រសង់ក្នុងកម្មវិធីបុណ្យកុសលមូកតេសាកតេបោកកន្លែងនេះណាអាហ្នឹងវិយាវចៈអបច្ចាយណៈគោរពអោនលំទោនថ្វាយបង្គំព្រះអង្គមប្រសង់គោរពចាស់ទុំគោរពមេដាបេដាហ្នឹងអបច្ចាយណៈវិយបុណ្យមួយទៀតបតិទានចែកបុណ្យយើងធ្វើបុណ្យហើយវាបានហើយប៉ុន្តែចែកទៅវាចម្រើនបុណ្យមួយទៀតហៅថាបតិទានអ្នកដូចជាងសុទ្ធយ៉ាងកេញនោះណាយ៉ាងកេញជាងកេញគេសុទ្ធតែបតិទានអ្នកគាថាយ៉ាងកេញទៅណាបតិទានអ្នកគាថាមានអ្នកគាថាសម្រាប់ចែកបុណ្យការចែកហ្នឹងគឺជាការធ្វើបុណ្យមួយដែរហើយបត្តានុមោទនាគេទៅកាលណាគេចែកបុណ្យឲ្យយើងអនុមោទនាត្រេកអរទៅសាធុដោយចិត្តជ្រះថ្លាហ្នឹងក៏បុណ្យដែរបើបង្រួមចូលមកវិញបតិទានបត្តានុមោទនាទានចូលក្នុងទានអ្នកអញ្ចឹងទានអ្នកបតិទានបត្តានុមោទនា3ហ្នឹងរួមធ្វើមួយហៅថាទានអ្នកមយបុណ្យអបច្ចាយណៈវិយាវចៈ2នេះបូកជាមួយនឹងសីលៈ3នឹងឯងបូកធ្វើជាមួយហៅថាសីលមយបុណ្យធម្មសវណៈធម្មទេសនានិងភាវនាបូកហៅថាតែភាវនាមយបុណ្យអីទៅថតជាកម្មនោះវាប្រព្រឹត្តទៅក្នុងនឹងទាំងអស់ហើយណាចាំដែររាប់អញ្ចឹងអីមិនចាំ1ឲ្យទាន2រក្សាសិល3ចម្រើនចិត្តស្ងប់4បម្រើក្នុងបុណ្យ5គោរពក្នុងបុណ្យ6ចែកបុណ្យ7អនុមោទនាបុណ្យ8ស្ដាប់ធម៌9សម្ដែងធម៌10ធ្វើទៅថេឲ្យត្រង់អាហ្នឹងនិយាយខ្មែរវិញមករាប់បល័យ1ទានអ្នក2សីលៈ3ភាវនា4វិយាវចៈ5អបច្ចាយណៈ6បតិទាន7បត្តានុមោទនាទាន8ធម្មសវណៈ9ធម្មទេសនា10ទិដ្ឋជីវកម្មរាប់មកឲ្យខ្វះមួយណោះមានអីទៀតបកករណាអាត្មាភាពសំលើកយកអំពីពាក្យថាគុណ
នឹងសូមឲ្យលោកគ្រូបកស្រាយអំពីគុណអញ្ចឹងលោកយាយលោកតាខ្លះញោមប្រុសញោមស្រីខ្លះគាត់ច្រឡំគេថាបួនេនសូមគុណម្ដាយបួភិក្ខុនោះសូមគុណឪពុកតែសូមគុណត្រង់ណាសូមលោកគ្រូបញ្យល់នេះទី1ឯទី2ខ្ញុំប្រកាសណាសិក្សានៅក្នុងព្រះអភិធម្មនឹងចេះដឹងតិចតួចស្រួយស្ដាងណាស់ព្រោះទី1គឺយកគុណប្រសិនដល់ព្រះសតនបិដក 12000 ប្រធមខណ្ឌមកថ្លឹងនឹងគុណមេដាបិតាឃើញស្មើឯទី2យកគុណនៅព្រះវិន័យនបិដក 24000 ប្រធមខណ្ឌយកមកថ្លឹងនឹងគុណមេដាបិតាឃើញស្មើឯទី3យកគុណព្រះអភិធម្មនោះទី2នឹងត្រង់ទៅមិនឃើញស្មើទេឯទី3នឹងយកគុណព្រះអភិធម្ម 24000 ប្រធមខណ្ឌនឹងថ្លឹងទៅឃើញស្មើនឹងគុណសុភៅនោះនឹងគុណមេដាបិតានឹងចំពោះការដែលព្រះបរមគ្រូជាម្ចាស់នៃយើងកាលលោកយកគុណកម្ពីទាំង3នោះមកគុណឃើញទី1គឺថ្លឹងទៅឃើញគុណមេដាបិតានឹងស្មើទី2យកគុណមេដាបិតានោះថ្លឹងទៅឃើញគុណមេដាបិតាស្មើឯទី3គឺយកគុណព្រះអភិធម្ម 24000 បឋមខណ្ឌនោះថ្លឹងទៅឃើញស្មើតើខ្ញុំបករណានេះឆ្ងល់អំពីលក្ខណៈទី3ថ្លឹងនៅត្រង់ណាដែលឃើញស្មើសូមលោកគ្រូបកស្រាយបញ្យល់ដល់លោកយាយលោកតាព្រមទាំងព្រះករណាគ្រប់អង្គសូមអនុមោទនាទាំងថ្លឹងមិនបងព្រះអង្គប្រើអញ្ជិញអីថ្ងៃហ្នឹងណាអញ្ជិញហ្នឹងពិបាកទៀតអ្នកខ្លះធ្វើទៅវាគីឡូអត់ទៅសំណួរទី1ថាមិនអីមិញរឿងគុណបួសនេនសងគុណម្ដាយបួសផឹកសងគុណឪពុកអាហ្នឹងយើងចេះតែថាទៅទេអត់មានក្នុងគម្ពីរក្នុងដីកាអីព្រោះយើងទៅបួសយើងមិនមែនថាលោកម្ចាស់បួសខ្ញុំកណាមកមិនអាចខ្ញុំកណាសងគុណម៉ែខ្ញុំមិនមែនណាទៅថាអញ្ចឹងគេបួសឲ្យទេទៅហ្នឹងហើយមុននឹងបួសយើងថាម៉េចយកត្រៃជីវរហ្នឹងយកទៅដាក់មុខឧបជាឲ្យសូត្រថាសัพពទុក្ខនិស្សរណៈនៅពេលអ្នកសច្ចហេករណថាយៈអ៊ីមង្កាសាវង្កហេតវាបពាចេធម្មំផន្តេអនុកម្មបង្ឧបាទាយៈអីប្រែថាម៉េចប្រែថាសូមលោកម្ចាស់ទទួលយកនៅសម្ពុតការសាយៈរបស់ខ្ញុំកណាដើម្បីឲ្យខ្ញុំកណានឹងបានបួសប្រយោជន៍ដើម្បីរលាស់ខ្លួនចេញចាកទុក្ខណាប្រែអញ្ចឹងតើបួសហ្នឹងគឺបួសដើម្បីចេញចាកទុក្ខហើយដល់ឧបជាទទួលយកទៅសូមម្ដងទៀតសัพពទុក្ខនិស្សរណៈនៅពេលអ្នកសច្ចហេករណថាយៈអេតាំងកាសាវង្ទត្វាបពាចេធមេផន្តេអនុកម្មបង្ឧបាទាយៈសូត្រចាំមែនទេបួសទាំងអស់គ្នាណាអាហ្នឹងគ្រាន់តែប្រែដូចមុនដែរគ្រាន់តែសុំឲ្យលោកម្ចាស់ប្រគល់ឲ្យនៅសម្ពុតការសាយៈឲ្យខ្ញុំកណ្ដាលបានឆ្លៀតកណ្ដប់ជាសាមណេរមួយអង្គប្រយោជន៍ដើម្បីខ្ញុំកណ្ដាលប្រតិបត្តិចេញចាកទុក្ខអានេះមិនចេះទេណានឹងហើយរឿងសងគុណអីហ្នឹងវាជារឿងតាមក្រោយបើយើងប្រតិបត្តិខ្លួនឯងបានល្អហើយអាហ្នឹងគឺយើងដឹកនាំមេដាបិតាឲ្យតាំងនៅក្នុងពធអីចឹងទៅអាហ្នឹងឈ្មោះថាជាតាតព្រះអង្គមិនបានឲ្យយើងសងទេណាយើងគ្រប់គ្នានឹងអត់មានពាក្យថាសងដោយចំពោះទេក្នុងបៃដកមានប្រើតែពាក្យតបណាប៉ុន្តែខ្មែរយើងប្រើពាក្យ3តបស្នងសតបនឹងតបឧបការៈតែគាត់ធ្លាប់ចិញ្ចឹមដោយការងារណាយើងជួយចិញ្ចឹមគាត់ហើយដល់ស្នងគឺស្នងត្រកូលហើយដល់សងគឺសងសេចក្តីល្អមេដាបិតាមិនតាន់មានសិលឲ្យមានសិលចេះធ្វើទានឲ្យចេះធ្វើទានអាហ្នឹងឈ្មោះថាសងហ្នឹងសងមិនលោកយកកន្លែងនេះត្រង់ថាដែលកូនចៅសងមិនរួចត្រង់ថាបង្កើតគាត់វិញវាអត់បានមែនទេពីណាទៅបង្កើតម៉ែបាននេះចេះតែឆ្ងល់ណោះហ្នឹងហើយបង្កើតមិនបានទេប៉ុន្តែអាចប្រើតែពាក្យសងមកពីអីយើងឲ្យគាត់តាំងនៅក្នុងកុសលធម៌ដោយមានសិលដោយមានទានសិលនឹងឯងជូនគាត់ទៅការកន្លែងល្អឈ្មោះថាឲ្យកំណើតគាត់ថ្មីក្នុងសុគតិភពយល់ទេចឹងណាយើងមិនអានឲ្យដោយខ្លួនយើងទេប៉ុន្តែយើងឲ្យសិលទានភាវនាហ្នឹងជាអ្នកជូនដំណើរគាត់ជាអ្នកឲ្យកំណើតគាត់នៅក្នុងសុគតិភពជាមនុស្សជាទេវតាចឹងទៅដោយអំណាចបុណ្យកុសលដែលយើងឲ្យគាត់ធ្វើនោះឯងអាហ្នឹងបានប្រើពាក្យសងពាក្យតបហ្នឹង
ប៉ុន្តែហើយនៅក្នុងរឿងព្រះអង្គពិចារណាគុណមេត្តាជាមួយនឹងប្រសូតជាមួយនឹងព្រះវិន័យអីហ្នឹងអាហ្នឹងជាការពិចារណារបស់ព្រះអង្គមែនប៉ុន្តែជាការប្រៀបធៀបជាការប្រៀបធៀបគុណមេត្តាបិតាហ្នឹងវាមិនអាចពណ៌នាអស់យ៉ាងណាហើយដល់ទៅទីបំផុតព្រះអង្គពិចារណាជាមួយនឹងព្រះអភិធម្មហ្នឹងបានល្មមប្រមាណនឹងព្រះអង្គសម្ដែងព្រះអង្គអត់បានសម្ដែងប្រសូតព្រះអង្គអត់បានប្រស័យសម្ដែងព្រះវិន័យប្រកទេគឺព្រះអង្គសម្ដែងព្រះអភិធម្មហើយឈ្មោះថាថ្លឹងរួចហ្នឹងវារួចត្រង់នេះទេរួចត្រង់ថាមេត្តារបស់ព្រះអង្គជាមេត្តាបង្កើតព្រះរូបរបស់ព្រះអង្គចឹងមែនទេឲ្យនៅក្នុងវត្តនេះតែព្រះអង្គធ្វើជាបិតារបស់មេត្តាវិញបានត្រង់ថាសម្ដែងធម៌ឲ្យបើកភ្នែកគឺបញ្ញាធ្វើឲ្យមេត្តារួចចាក់ទុកអញ្ចឹងមេត្តារបស់ព្រះអង្គឈ្មោះថាមេត្តាដែរតែមេត្តាវត្តដាក់មេត្តាវត្តដាក់ជាមេត្តាដោយពិតតែព្រះអង្គឈ្មោះថាជាបិតារបស់មេត្តាវិញត្រង់ថាជាបិតាវិវត្តដាក់មេត្តាបង្កើតព្រះអង្គនៅក្នុងភពព្រះអង្គបង្កើតបញ្ញាឲ្យមេត្តារួចចាក់ភពអញ្ចឹងអញ្ចឹងវាទៅវិញទៅមកវាស្មើគ្នាណាព្រោះយើងវិនិច្ឆ័យទៅព្រះអង្គខ្លាំងជាងផងណោះណាព្រោះមេត្តាបង្កើតឲ្យព្រះអង្គចាស់ឈឺស្លាប់ទេហើយដល់ព្រះអង្គបង្កើតមេត្តាទៅវិញបង្កើតទៅណាទៅព្រះនិព្វានមិនយូរប្រហែលនាងនឹងដល់ព្រះនិព្វានហើយប៉ុណ្ណឹងបានទេស្ដាប់បានទេប៉ុណ្ណឹងសងហ្នឹងលោកលើកកន្លែងហ្នឹងតាសៈហេកវៈតោអរហតោសម្មាសម្ពុទ្ធស្សៈนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំប្រកាសណាសូមលើកកំបងអញ្ជលីដើម្បីនមស្ការនៅព្រះរតនត្រ័យទាំង3គឺពុទ្ធរតនៈធម្មរតនៈនិងសង្ឃរតនៈដោយសេចក្តីគោរពហើយនឹងគោរពចំពោះលោកម្ចាស់គ្រូនិងបករណាទាំងអស់ដែលមានមុខនៅក្នុងទីនេះនិងញាតិញោមដែលបានអញ្ជើញមកដើម្បីស្ដាប់នៅការសន្ទនាធម៌រវាងលោកម្ចាស់គ្រូនិងបករណាក៏ដូចជាញាតិញោមទាំងអស់ផងដែរហើយខ្ញុំបករណាក្នុងឱកាសនេះនឹងមាននៅចម្ងល់ខ្លះដើម្បីសួរចំពោះលោកម្ចាស់គ្រូដើម្បីជួយបកស្រាយដើម្បីឲ្យអស់ចម្ងល់ឬក៏ឲ្យបកស្រាយនៅបញ្ហាដែលខ្ញុំបករណាឆ្ងល់ជូនចំពោះខ្ញុំបករណាក៏ដូចជាញាតិញោមផងដែរបញ្ហាឆ្ងល់នោះគឺចំពោះអកុសលកម្មបទខាងមនោទុច្ចរិតដែលហៅថាអភិជ្ជាហើយចំពោះអភិជ្ជានោះបើសិនជាមានមនុស្សអាចធ្វើប្រព្រឹត្តឲ្យគ្រប់អង្គទាំង3តើឈ្មោះថាដាច់កម្មបទឬក៏ដាច់សិលអញ្ចឹងសូមលោកគ្រូធម្មចារ្យឬក៏លោកម្ចាស់គ្រូសូមមេត្តាជួយបកស្រាយសូមអនុមោទនាធរតនតយសៈវន្តិមិខ្ញុំព្រះម្ចាស់សូមលើកកំបងអញ្ជលីនមស្ការឧទ្ទិសដល់ចំពោះគុណនៃប្រតនត្រ័យណាសូមឱកាសដើម្បីបកស្រាយនៅសំណួរណារបស់កណាដែលបានសាកសួរណាត្រង់បញ្ហាដែលព្រះករុណាបានសាកសួរមិញហ្នឹងគឺសំដៅយកណាអភិជ្ជាគឺយើងប្រែទៅវានៅក្នុងមโนកម្មណាគឺវាជាការសម្លឹងរំពេមើលនៅទ្រព្យរបស់អ្នកដទៃណាបើយើងមានការប្រព្រឹត្តនៅអភិជ្ជានឹងឯងគ្រប់អង្គក៏ឈ្មោះថាដាច់នៅកម្មបទណាប៉ុន្តែมันមានឈ្មោះថាដាច់នៅសិលទេព្រោះសិល8ក៏ដោយសិល5ក៏ដោយมันមាននៅអភិជ្ជាណាมันមាននៅអភិជ្ជាទេសិលដូចសិល5មានតាំងពីបាណារហូតដល់សុរាអត់មានការរកអភិជ្ជានឹងឯងចូលនៅក្នុងណាសិលនឹងទេអញ្ចឹងកាលណាបើដាច់នៅអភិជ្ជាហើយក៏ត្រឹមតែដាច់នៅកម្មបទមិនឈ្មោះថាដាច់នៅសិលទេ
ណាបាទខ្ញុំកណាសូមបកស្រាយនៅប៉ុណ្ណឹងបើមានការខ្វះខាតសូមលោកម្ចាស់គ្រូនិងលោកគ្រូជួយបកស្រាយគឺរួមបន្តិចអាវិជានេះជាកម្មបត្តិហើយប្រព្រឹត្តទៅជាមโนកម្មហើយវាជាឧបកិលេសផងដែរអាវិជាណានៅក្នុងព្រះគាថាធម្មបទព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាអន្តពោតោយ៉ាងលោកោតនុកេថាវិបស្សតិសកណោជាលមុតតោវៈអបោសកេយកេចតេអបោសកេយកេចតេសត្វលោកដែលបានទៅកាន់ឋានសួគ៌ហ្នឹងគឺតិចណាស់ព្រោះមានឧបកិលេសហ្នឹងសំបីតែប្រព្រឹត្តទៅជាអបិជាសម្លឹងមើលឃើញទ្រព្យសម្បត្តិគេយ៉ាងណាក៏ដោយអាហ្នឹងគឺវាប្រភេទនៃអកុសលដែលមិននាំឲ្យយើងបានស្ថានសួគ៌ណាចូលរួមបកស្រាយប៉ុណ្ណឹងអបិជាហ្នឹងដូចមានតែអង្គពីរទេណាបរៈផណ្ឌំត្រប់អ្នកដតីអត្តណោបរិណាមណំបង្អោនមកជារបស់ខ្លួនហ្នឹងដូចជាមានតែអង្គពីរហ្នឹងឯងហើយក្រុមប្រកេនកណាចេះថាគ្រប់សិលទាំងអស់របស់កុហកហ្នឹងគឺតេតួងកាយនិងវាចាវាលេងសិលរបស់បព្វជិតខ្លះដែលចាត់ថាឥន្ទ្រីវសង្វរៈសិលវាមានមន្តឥន្ទ្រីអីចូលណាប៉ុន្តែបើជាតួវិន័យវាមិនដែលតេតួងនឹងតែចិត្តតែប៉ុណ្ណោះទេព្រោះវិន័យអប់រំអីវិន័យកាយនឹងវាចាវាប៉ុន្តែតេតួងជាមួយចិត្តជាសមុទ្ឋានអីក៏មានដែរសោក៏លោកបានបកស្រាយហើយសួរអីទៀតទេបានមកកសែតទៀតទៅអញ្ចឹងខ្ញុំប្រកាសណាសូមអរគុណពីម្ចាស់គ្រូព្រមទាំងប្រកាសណាគ្រប់ព្រះអង្គដែលជាប្រធេរៈមានអាយុគ្រប់ព្រះអង្គហើយសូមចម្រើនពរដល់ញាតិញោមប្រស័យទាំងអស់នៅក្នុងឱកាសនេះខ្ញុំប្រកាសណាសូមឆ្ងល់នៅសិលរបស់ញាតិញោមដែលញាតិញោមសូមនៅសិល8ព្រោះថាខ្ញុំប្រកាសណាគឺបានសិក្សាតិចតួចអញ្ចឹងញាតិញោមសួរមកចាអញ្ចឹងសូមលោកម្ចាស់គ្រូជួយដោះស្រាយនៅសំណួរដល់ខ្ញុំប្រកាសណាផងគឺសិល8ហ្នឹងគឺមានសិក្ខាបទ8ហើយសិល8នេះគឺវិការនិងនច្ចេគីនិងឧច្ចាកណាសិក្ខាបទ3នេះគឺញាតិញោមខ្លះគឺអត់ដឹងគាត់ហូបបាយល្ងាចហ្នឹងឬក៏គាត់ដេកទីសេនាសនៈដល់ពោះឬក៏គាត់មើលនៅរបាំរបែងការដាច់សិក្ខាបទឬក៏បាបដែរឬយ៉ាងណាអញ្ចឹងខ្ញុំប្រកាសណាសូមសួរអំពីសិល8ដែរគឺទី1គឺបកតិឧបោសថបរិយៈបដិរិយៈឧបោសថនិងបរិហារិយៈឧបោសថសូមម្ចាស់គ្រូថាបរិហារិយៈឧបោសថហ្នឹងគឺគេសំនៅថ្ងៃណាពេលណាខែណាអញ្ចឹងខ្ញុំប្រកាសណាសូមសួរលោកម្ចាស់គ្រូកណាក្នុងឧបោសថបើនិយាយពីសិល8ខោពីឧបោសថទៀតណាប៉ុន្តែមិននិយាយពីរឿងសិល8ទេនិយាយឧបោសថតែម្ដងទៅឧបោសថនេះជាបកតិឧបោសថយើងសមាទាននៅក្នុងថ្ងៃ7ថ្ងៃ8ថ្ងៃ14ថ្ងៃ15ឈ្មោះថាបកតិឧបោសថហ្នឹងជាប្រក្រតីហើយមានបរិហារិយឧបោសថយើងអាចសមាទានកំណត់ឆ្នាំកំណត់ខែឬក៏យើងចង់សមាទានមួយជីវិតក៏បានហ្នឹងគឺប្រព្រឹត្តទៅជាបរិហារិយឧបោសថគឺឧបោសថហ្នឹងវាមានអំណាចធំព្រោះចូលទៅរងាប់សភាពនៃបាបអកុសលក្នុងចិត្តសន្តានព្រោះក្នុងសភាពនៃមហាកុសលឬក៏ឧបោសថនឹងកើតឡើងវារងាប់នៅសេចក្តីជ្រែកឃ្លានក្នុងអាហារជាតិអាហារដែលយើងជាប់ជំពាក់ដែលយើងស្រឡាញ់ត្រូវការមិនងាយលះបានណាជាតិអាហារហ្នឹងប៉ុន្តែស្រាប់តែមានឧបោសថសិលចូលទៅក៏មិនបរិភោគពេលល្ងាចឬក៏យើងទៅសមាទាននៅក្នុងនច្ចគីរំច្រៀងស្ដាប់សំឡេងប្រគំដំកោតដោយការប្រគំកោតអីជាដើមយើងក៏លះបង់ក្នុងការត្រេកអរក្នុងនោះក្នុងហ្នឹងនៅក្នុងបញ្ចសិលសង្រួមបានក្នុងទ្វា5ណាទ្វា5គឺចក្ខុទ្វាសោតទ្វាខេនទ្វាជីវាទ្វាកាយទ្វាប៉ុន្តែនៅក្នុងឧបោសថសិលមួយទៀតយើងអាចទ្វាសង្រួមបានទាំង6ប្រព្រឹត្តទៅជាតណ្ហាកយោសពតុខੰជានិតិការអស់ទៅនៃតណ្ហាឈ្មោះថាឈ្នះអស់ទុកទាំងពួងព្រោះជាអ្នកមានឧបោសថសិលឧបោសថសិលហ្នឹងទិសដៅគឺដើម្បីអស់ទៅនៃតណ្ហា
ហើយតណ្ហាយើងកើតត្រង់ណាត្រង់ឃ្លានអាហារត្រង់យើងជាប់ជំពាក់ក្នុងការស្ដាប់ក្នុងការលេងប្រគំដំកោតដោយគ្រឿងតន្ត្រីជាដើមក្នុងការស្ដាប់ជាដើមយើងលះបង់ការលះបង់តណ្ហាក្នុងក្រុមការជាប់ជំពាក់ហ្នឹងប្រព្រឹត្តទៅជាការលះបង់ក្នុងមโนទ្វាសំបីតែក្នុងបញ្ចទ្វាក៏យើងឈ្មោះថាមានសង្វរៈព្រោះសង្រួមក្នុងសិលឧបោសថសិលនឹងចង់សម្ដែងថាសំបីតែយើងសមាទានជាបកតិជាប្រក្រតីដែលប្រព្រឹត្តទៅជាការសមាទានក្នុងថ្ងៃ8ក្នុងថ្ងៃ15យ៉ាងណាក៏ដោយក៏ទិសដៅដើម្បីតណ្ហាកយោសពតុខាងជានិតេការអត់តនីតណ្ហាហ្នឹងគឺព្រោះជាអ្នកមានទិសដៅគឺឧបោសថសិលហើយជាអ្នកដែលមានសភាពឃ្លាវខ្លាឬថាជាអ្នកមានសទ្ធាប្រកាន់តែមមប្រសើរឡើងជាងនឹងទៅទៀតទៅក៏រក្សានៅបរិហារយឧបោសថទៅព្រោះគេជាអ្នករក្សាបរិហារយឧបោសថហ្នឹងបានន័យថាជាអ្នកគ្រប់គ្រងស្មារតីហ្នឹងនៅក្នុងឧបោសថសិលហ្នឹងរៀងរាល់ថ្ងៃហើយកាលណាមានឧបោសថហ្នឹងប្រព្រឹត្តទៅដើម្បីការគ្រប់គ្រងរៀងរាល់ថ្ងៃជាអ្នកមានទិសដៅដើម្បីតណ្ហាកយោសពតុខាងជានិតេការអស់តោនៃតណ្ហាឬក៏ការឈ្នះនៅសេចក្តីទុក្ខទាំងពួងព្រោះការអស់តោនៃតណ្ហាប៉ុណ្ណាខ្ញុំកណ្ដាលសូមចូលរួមបកស្រាយប៉ុណ្ណឹងខ្វះការនៃសេចក្តីយ៉ាងណាសូមចាស់គ្រូជួយបន្ថែមណាប៉ុណ្ណាហើយសូមគ្រូលោកបកស្រាយមកត្រឹមត្រូវហើយបរិហារយៈហ្នឹងជាងការលោកមានកាលកំណត់3ខែក្នុងវស្សាអីចឹងទៅឬក៏ក្នុងចុងរដូវភ្លៀងអីចឹងទៅតាមសទ្ធាជ្រះថ្លាហើយចំពោះសួរថាមើលលបែងផ្សេងហូបបាយល្ងាចអីហ្នឹងហ្នឹងវាដាច់អីទេព្រះអង្គក៏ដឹងតែដាច់ខ្លួនឯងដែរគាត់ថាសួរចង់ឲ្យញាតិញោមដឹងញាតិញោមខ្លះការអាសាបោសុតមុនដំបូងបែកហាមតាបាយផ្លែឈើមិនអីទេណោះហ្នឹងហើយវាអញ្ចឹងដែរតើណាថ្ងៃ30ខែធ្នូនេះស្មានមកសម្ដែងនៅភ្នំពេញបាសិកាម្នាក់ហ្នឹងគាត់ជូនស្មានមកសម្ដែងធัวហ្នឹងគាត់ថាតែគាត់រសាសិលក៏តោះតែនៅក្នុងកតុកហើយតែដើរចុះដើរឡើងវាចិត្តតែភ្លេចមកបើកទូបើកចុះបើកឡើងឃើញអាផ្លែប៉ោមពុំអស់មួយម៉ាត់លេបមកគឺអីបាត់ដឹងអូអញរសាប៉ោសតសោះណោះណាវាអញ្ចឹងទៅណាអីក៏ម្លេះណាចូលច្រឡំទៅរំគេទៅរំមិនទៅណាលបែងក្នុងទីនេះគឺលបែងណាដែលជាសត្រូវដល់កុសលធម៌តែមិនចំពោះតែស្អីទេបដាល់ក៏ដោយលបែងស៊ីសងក៏ដោយគេខ្នល់គ្នាដោយទៅសូម្បីគេលេងបាល់អីចឹងទៅអាហ្នឹងវាមានទៅចម្រើនដល់កុសលធម៌អីវាសិតតែខ្ទាស់ជាមួយនឹងកុសលធម៌ហើយទៅមើលទៅស្ដាប់អីយ៉ាងណាអាហ្នឹងវាសិតតែជាតំណោះជាមួយនឹងឧបោសថសិលហ្នឹងជាមួយសាមណេរហ្នឹងសិលដូចសាមណេរចឹងថ្ងៃហ្នឹងវិកាលក៏ដូចសាមណេរនច្ចគីតមាលាអីដូចជាសាមណេរឧចាសច្ចនៈហ្នឹងក៏ដូចជាសាមណេរណាហើយដែលយើងឧចាសច្ចនៈអាហ្នឹងរាប់ឲ្យអស់ទៅវាច្រើនណាស់ជាង20នោះបើត្រង់តែអ្វីដែលតេតួងនឹងការប្រើប្រាស់ដូចជាតំណប់អង្គុយពូកអីហ្នឹងណាក្រេទេសនាអីកុំធ្វើពីគោណាគោឬសម្លេងដាក់អីប៉ុងដាក់កណាត់អីអត់អីទៅវិញណាហើយបើពូកហ្នឹងធ្វើពីសបកឈើពីអីអាហ្នឹងបានតែហាមគោនិងសម្លេងបើក្រេទេសនាផ្សេងតែបើក្រេធម្មតា8ថ្នប់ជើងវាណានិយាយរួមកន្លះម៉ែត្រវាស់ពីមេខាងក្រោមហ្នឹងទៅដីទៅត្រឹមកន្លះម៉ែត្រចុះក្រោមខ្ពស់ពីហ្នឹងត្រូវទៅហើយណាអាហ្នឹងខ្ពស់ប្រមាណនោះហ្នឹងហើយបើក្រេសំដែងអញ្ចឹងអត់គិតខ្នាតទេក្រេមានបង្អែកណាមានអីបន្ថែមទៀតតែនៅប្រហែលជា10នាទីទៀតមានចម្ងល់ចង់សួរលោកម្ចាស់គ្រូដែលអនុគ្រូខ្ញុំធ្លាប់ទៅការឬទៅបន់ទៅឡើងផ្ទះក្តីឃើញលោកទីវារាមដែលនេះឃើញសោតធ្វើជ័យក៏លោកពុទ្ធបរិស័ទខ្លះថាដូចសោតជ័យអាលាក់អាលែងអញ្ចឹងទៅពុទ្ធបរិស័ទខ្លះថាប្រពុទ្ធបរិស័ទខ្លះទៀតថាមិនត្រូវអញ្ចឹង
តែអាសំសឹកប៉ុណ្ណាជ័យណាគេសូត្រទៅនោះណាជ័យនោះតាមពិតមិនមែនជាធម៌មានក្នុងពុទ្ធសាសនាទេណាជ័យហ្នឹងណាมันគួរសូត្រទេជាវិខសាមណេរជាបាសកដល់ហើយទៅសូមបីទៅបាសកបាសិកាมันក៏មិនគួរសូត្រដែរធម៌ជ័យនេះមិនជាអវាទរបស់ពុទ្ធទេខ្ទាស់ទៅនឹងពុទ្ធរហូតណាពុទ្ធនិយាយសេរីសួស្ដីនៅលើអំពើកម្មឯគេបានប្រព្រំមិនដែរនោះយៈយំមិនដែរនោះរត់ព្រឹកមិនខ្វាច់បើជិះតាមឡានហ្នឹងបើពុទ្ធសុទៅជ័យគេផ្សាយបំផុសពេញបាត់ឲ្យទៅជ័យឲ្យបាននមស្ការអាហ្នឹងវាជាគ្រោះថ្នាក់មួយដែរហើយរឿងបាត់តែសំបីតែបាត់ធัวក៏ដែរកាលមុនអ្នកស្មូតដែរតើហ្នឹងមកព្រោះក្រនបាដែរហ្នឹងណាប៉ុន្តែសិក្សាវិន័យទៅក៏ឃើញថាស្មូតវាមានតោះត្រង់មានទោស5យ៉ាងស្មូតណាស្មូតមានទោស5យ៉ាងមួយយ៉ាងធ្វើឲ្យខ្លួនឯងមានចិត្តរវើរវាយម្យ៉ាងទៅធ្វើឲ្យខ្លួនឯងជាប់ចិត្តនឹងសម្លេងដោយលោភៈធ្វើឲ្យការបដិតេះលាលអីហ្នឹងពុទ្ធបរិស័ទរសាបោសុតថ្ងៃអបោសុតមិនគួរសូត្រទេណាក្រៅពីហ្នឹងសូត្រចុះរលែកហ្នឹងមកពីខុសត្រូវបាត់ពុទ្ធសាមណេរត្រូវតន្តកម្មដាច់នៅក្នុងនច្ចគីតៈហ្នឹងឯងណាកាលមុនស្មូតទេសនាមុនដំបូងវាមានតន្តទេសចេះទេសអីប្រហែលនៅស្រុកកំណើតនោះប៉ុន្តែបានស្មូតយោតែហើយអញ្ចឹងដាក់អមិត្តធីតាមកបត់ទៅក្មេងៗគេថាម៉ែថ្ងៃក្រោយមុនលោកហ្នឹងមកទៀតលោកហ្នឹងច្រៀងពីរោះបានតែនឹងយោងតាណាប៉ុន្តែឥឡូវឈប់ប្រព្រឹត្តទៅហើយណាយើងដឹងខុសក៏យើងលះបង់អញ្ចឹងទៅដឹងខុសកែខ្លួនគឺដូចបច្ច័នពេញបរមីអញ្ចឹងចង់បញ្ចប់ហើយមានអីទៀតទេលោកម្ចាស់គ្រូដោយសេចក្តីគោរពនិងជាទីសក្ការៈថ្វាយបង្គំព្រះអង្គជាប្រធារាធិរៈគ្រប់ព្រះអង្គទីនេះដោយសេចក្តីគោរពព្រមទាំងលោកយាយលោកតាទាំងអស់ជាទីគោរពខ្ញុំកណាសូមចងល់សូមគុណម្ចាស់មេត្តាអនុគ្រោះបកស្រាយពីរឿងសួរពីរឿងសិលទេសិលអ្នកដែលគ្រប់គ្រងផ្ទះអ្នកសូមអបោសុតហ្នឹងហើយនៅក្នុងការគ្រប់គ្រងផ្ទះហ្នឹងគឺថាមានកូនមានចៅអីនៅក្នុងរៀបចំអាពាហ៍ពិពាហ៍ដូចគេធ្វើនឹងដែរហើយមានឧបាសិកាខ្លះថាមិនទាន់សមាទានសិលទេព្រោះមិនទាន់រៀបចំកូនចៅអស់កាលណារៀបចំកូនចៅទៅវាមានការប៉ះពាល់នៅបាណាតិបាតប្រើគេធ្វើស្អីសម្លុកអីគ្រប់យ៉ាងហើយអញ្ចឹងខ្ញុំកណាសប្តាហ៍ហ្នឹងគឺថាបានសមាទានហើយទាំងកូនទាំងចៅទាំងអស់ប៉ុន្តែក៏នៅមានការរៀបចំកូនចៅដែរប៉ុន្តែខ្ញុំកណាមិនដែលបានបង្គាប់គេទេថាចេះតែជិះដែរហើយពេលនេះក៏ទិញគេហ្មងទិញថាយកប៉ុណ្ណេះតុកប៉ុណ្ណោះតុកហើយក៏មិនបានជាគិតគូរដល់ខ្លួនឯងទេអញ្ចឹងក៏ខ្ញុំកណាដូចថាចង់ហ្នឹងហើយក្នុងការ5ហ្នឹងមានប៉ះពាល់ដែរយ៉ាងណាសូមប្រគុណម្ចាស់មេត្តាអនុគ្រោះបកស្រាយដើម្បីឲ្យឧបាសិកាទាំងអស់បានយល់ផងសូមមេត្តាយល់ល្អមុនលោកឆាន់ទៅព្រឹកទៅយកគ្នាប្តីប្រពន្ធនោះចប់បាត់ហើយណាវាបញ្ហានោះវាចេះចង់កក្រឹកកក្រែងពេកហ្នឹងវាចេះតែបញ្ហាណោះអើយបើថ្មអីថ្មមកកាយធំអញ្ចឹងទេអាថ្មគ្រាន់តែនិយាយកំ ប្លែងលេងបន្តិចទៅដូចថាជួនកាលដឹងពេញអត់ចិត្តអីនឹងការកាយស្លៀកដូចស្ដេចគេហែគ្រាន់តែការឲ្យសងលុយគេមិនគ្រប់នោះណាមិនដឹងចូលអីមកផ្លេតហ្នឹងនោះណោះនៅក្នុងនេះវានៅលើសទ្ធាព្រះអរិយបុគ្គលក៏លោករៀបចំដែរកូនចៅរបស់លោកនោះប៉ុន្តែយើងទៅប្រៀបអីជាមួយលោកអរិយបុគ្គលនោះលោកហ៊ានលះបង់អីអ្វីទាំងអស់សិលរបស់លោកមិនដាច់ត្រឹមមិនមានទីបំផុតអាកាសោអនន្តោអាកាសមិនមានទីបំផុតសិលរបស់អរិយបុគ្គលមិនមានទីបំផុតត្រង់ថាមិនដាច់ដោយប្រការណាមួយទីបំផុតនៃសិលមានអីមានទីបំផុតត្រឹមត្រប់អាហ្នឹងក៏ដាច់មានទីបំផុតត្រឹមកិត្តិយសមានទីបំផុតត្រឹមយុះហើយអវយវៈជីវិតញាតិមួយទៀតអានោះទីបំផុតសិលរបស់វត្ថុជនមានណាដែលថាទីបំផុតត្រឹមត្រប់ដើម្បីបានត្រប់កុហកទៅណាហ្នឹងដាច់ទេ
ដាច់អាហ្នឹងទីបំផុតអាយុសិលរបស់យើងហ្នឹងដាច់ត្រឹមត្រូវទីបំផុតត្រឹមត្រូវហើយមួយទៀតដើម្បីកូនដើម្បីញាតិកូនឈឺត្រូវតាក់តកែយកឈាមកវាយកទៅធ្វើថ្នាំហ្នឹងដាច់សិលព្រោះញាតិទីបំផុតត្រឹមកតកែតែព្រះអរិយបុគ្គលអត់មានទេហើយទីបំផុតត្រឹមយុះប្រទេសធ្វើខុសអីគេធ្វើបានធ្វើមែនទេបើប្រាប់ទៅខ្មាស់គេអញ្ចឹងក៏ហក់ទៅអត់ទេហ្នឹងដាច់ត្រឹមកិត្តិយសមែនទេហ្នឹងហើយតែព្រះអរិយបុគ្គលអត់ទេសុខបាត់ទៅចុះអត់មានស្ដាយអីទេកិត្តិយសហ្នឹងស្ដាយសិលជាងបាត់ត្រឹមអវយវៈឈឺពងសាសិលអញ្ចឹងទៅឈឺអញ្ចឹងទៅលះសិលចោលសិនទៅអាហ្នឹងវាចប់ត្រឹមអវយវៈហ្នឹងឈឺជើងឈឺមាត់ឈឺអីហ្នឹងត្រឹមអវយវៈត្រឹមជីវិតកាន់សិលគេថាទេដល់ផឹកថ្នាំត្រាំស្រាអីហ្នឹងក៏បានវិជាហើយបើមិនផឹកទេងាប់ហើយអញ្ចឹងក៏ផឹកទៅដាច់សិលដែរអាហ្នឹងផុតត្រឹមជីវិតតែព្រះអរិយបុគ្គលអត់ទេកុំយល់លៀបកុំយល់ញាតកុំយល់ស្អីកុំមកបញ្ជួលោកអត់បានយកដាច់ខាតសុខចិត្តដាច់ក៏តែសិលមិនដាច់យើងកុំថាដាច់ក៏សុខចិត្តនៅម្រាមដៃឲ្យសិលដាច់ទៅចុះមិនឲ្យដាច់ម្រាមដៃមួយទេឃើញទេលើក្រៅបញ្ជាក់មកវិញវាត្រូវរៀបចំកូនចៅអីយើងអាចកំងបានកំងដូចជាធម្មតាគេមានលក់តាមផ្សារហើយសម្រាប់អ្នកទូទៅនោះប៉ុន្តែយើងប្រយ័ត្នប្រយែងចិត្តរបស់យើងថាតើយើងពេញចិត្តនឹងគេសម្លាប់ដែរឬទេណាបើសិនយើងមិនពេញចិត្តនឹងការសម្លាប់របស់គេទេអាហ្នឹងវាមិនជាទោសបីអីទេណាព្រះអរិយបុគ្គលដូចជាចិត្តកហបតីក៏ទៅទិញសាច់រើសល្អទៀតណាហើយពួកនិក្រុនដែលថៃអីហ្នឹងចោតមើលពួកពុទ្ធសាសនាហ្នឹងអួតថាឯងអត់សម្លាប់សត្វទេប៉ុន្តែនោះសិតតែថ្លើមប្រកេព្រះវាអត់មានទៅអីតាមពិតទេបើទុកគាត់អត់ទៅទិញក៏គេលក់ឲ្យគេដែរគេមិនមែនមកណាត់ថាសម្លាប់ឲ្យគាត់អីណាហ្នឹងហើយបើយើងណាត់ថាសម្លាប់ឲ្យអញតែហ្មងអាហ្នឹងវាពិបាកយ៉ាប់ហើយណាប៉ុន្តែគេលក់ឲ្យផ្សាយនោះទេបើយើងមិនទៅទិញក៏គេត្រូវលក់អស់ទៅទៀតដែរអាហ្នឹងវាមិនចំពោះយើងទេមិនសម្រាប់ចំពោះយើងទេអត្តនាវកតាំងបាបាំងបុគ្គលធ្វើបាបដោយខ្លួនឯងអត្តនាសង្កលេសតិគឺរមែងតែងតែសៅមកដោយខ្លួនឯងអត្តនាអកតាំងបាបាំងថាបើបុគ្គលមិនធ្វើបាបដោយខ្លួនឯងអត្តនាវវិសុចិត្តិគឺរមែងតែងតែបរិសុទ្ធដោយខ្លួនឯងសុទ្ធិអសុទ្ធិបច្ចតាំងញញោអញ្ញវិសោទិយេសេចក្តីបរិសុទ្ធក្តីមិនបរិសុទ្ធក្តីគឺអាស្រ័យទៅលើខ្លួនឯង